បងប្អូនទាំងគ្នាឃើញទេសភាពស្អាតស្អាតភ្នំនៅជាប់ផ្លូវជាប់អីអញ្ចឹងស្អាតភ្លឹងហ្នឹងដូចគំនូហ្នឹងណាតិចច្រឡំនៅស្រុកគេស្រុកណាស្រុកណីអីទៅតាមពិតគឺប្រទេសកម្ពុជារបស់យើងបងប្អូនទាំងគ្នាប្រទេសកម្ពុជារបស់យើងខ្ញុំអាចនិយាយបានថាទេសភាពអត់មានគូប្រៀបហ្មងស្អាតដូចគំនូអញ្ចឹងហើយឥឡូវនេះខ្ញុំនាំអារម្មណ៍ពុកម៉ែបងប្អូនទៅទស្សនាកន្លែងដែលស្រស់ស្អាតដូចទាំងគំនូហ្នឹងគឺជាផ្លូវទៅកែបបងប្អូនទាំងគ្នានិយាយទៅខ្ញុំជិះជាលើកទី2ផ្លូវហ្នឹងហើយតម្រាំទៅដល់ផ្លូវហ្នឹងយើងក៏ជិះបន្តទៅសងគ្នាជាមួយនឹងបងប្អូនយើងដែលគាត់ធ្វើដំណើរនៅលើផ្លូវហ្នឹងសំដៅទៅខាងខេត្តកែបខេត្តកពតអីដែរអញ្ចឹងណាបងប្អូនទាំងគ្នាអញ្ចឹងកុំភ្លេចទៅទស្សនាជាមួយនឹងវីដេអូនេះជាមួយនឹងនាងខ្ញុំដូចតទៅឥឡូវហ្នឹងយើងមកដល់ហើយបងប្អូនទាំងគ្នាខ្ញុំឈប់សម្រាប់ខ្ញុំថតទេសភាពហ្នឹងចែកជូនទៅដល់បងប្អូនទស្សនាកំសាន្តសិនហើយយកទៅគៀកភ្នំមែនតាហើយធម្មជាតិស្អាតខ្លាំងណាស់ទាំងគ្នាខ្ញុំស្រឡាញ់ខ្លាំងមែនតាហើយយើងឈប់យ៉ាងយូរដែរយើងថតទេសភាពនៅកន្លែងនោះមានដើមថ្នោតមានព្រៃមានអូអ្នកនរគ្នាបើសិនជាទៅវិញអ្នកបកាយថតវិញថតយកទឹកគ្មានសល់ទេតែខ្ញុំអត់សូវបកាយថតដល់ហ្នឹងហើយឥឡូវយើងបានឈប់នៅកន្លែងចិត្តដើមឈើដែលមានម្លប់ត្រឆឹងត្រឆៃហ្នឹងយើងផ្ដិតយករូបភាពដែលស្រស់ស្អាតបងប្អូនទាំងអស់គ្នាមើលមួយទៅមានអារម្មណ៍មិនដែរស្អាត fresh ខ្លាំងមែនតើនិយាយទៅឃើញនៅក្នុងវីដេអូនេះពាក់កដាលឬក៏ពាក់កដាលជាងពេលដែលយើងទៅមើលផ្ទាល់ទាំងអស់គ្នាស្អាតខ្លាំងយកតែមែនតើណាខ្ញុំអត់ដឹងនិយាយថាម៉េចនេះខ្ញុំជិះរៀងលឿនណាដល់ពេលអញ្ចឹងវាអត់សូវច្បាស់ខ្លាំងទាំងអស់គ្នាហ្នឹងដោយសារតែយើងជិះលឿនហើយគេជិះចោលអស់ហើយយើងមិនខំប្រឹងជិះទៅតាមគេហ្នឹងខ្ញុំថតបានតែប៉ុណ្្នឹងខ្ញុំបញ្ញាប់ដែរអញ្ចឹងណាបងប្អូនគ្នាបញ្ញាប់ទៅឲ្យតន់គេអញ្ចឹងរៀងសុទ្ធដែរអញ្ចឹងណាហើយសង្ឃឹមថាបងប្អូនទាំងគ្នាទស្សនាវីដេអូនេះឲ្យកុំភ្លេចទៅលេងផ្លូវហ្នឹងគឺផ្លូវទៅកាយបងប្អូនទាំងគ្នាខ្ញុំអត់សូវច្បាស់ប៉ុន្តែគេប្រាប់ខ្ញុំអញ្ចឹងណាឥឡូវនេះយើងបន្តតាណាទៅមុខទៀតដើម្បីទៅឲ្យតន់គ្នាព្រោះយើងត្រូវទៅញ៉ាំបាយនៅកាយព្រោះអញ្ចឹងយើងធ្វើតាណារៀងលឿនបន្តិចបងប្អូនទាំងគ្នាហើយខ្ញុំអាចនិយាយបានថាទេសភាពនៅតាមដងផ្លូវនេះគឺអត់ខកចិត្តខកបំណងទេទាំងអស់គ្នាហើយផ្លូវគេស្អាតហើយមួយវិញទៀតគឺអត់សូវមានឡានម៉ូតូអីញ៉ៃច្រើនទេហើយខ្ញុំធានាថាដើមបែរឲ្យមកវិញបានអារម្មណ៍ល្អនៅផ្លូវហ្នឹងដូចជានៅតំបន់ភ្នំហ្នឹងគេមានលាងសัตว์មួយកន្លែងតែខ្ញុំអត់ទាន់ច្បាស់ទេអត់ទាន់ច្បាស់ 100%ទេខ្ញុំឃើញបងយើងគាត់ថតបង្ហាញណាហើយថ្ងៃណាមួយខ្ញុំនឹងទៅកន្លែងហ្នឹងម្ដងទៀតអញ្ចឹងបងប្អូនទាំងអស់គ្នាកុំភ្លេចទៅលេងនៅកន្លែងហ្នឹងណាហើយវីដេអូរបស់ខ្ញុំនេះខ្ញុំនឹងជិះបន្តទៀតទៅដល់កែបហ្មងនិយាយទៅផ្លូវគេស្អាតដែរបងប្អូនទាំងគ្នាអត់មានពិបាកអីទេហើយជិះលឿនទៀតអីអត់តែញញៃរឿងចរាចរណ៍អីខ្លាំងឯងបងប្អូនទាំងគ្នាអញ្ចឹងកុំភ្លេចតែលេងផ្លូវហ្នឹងគឺស្អាតខ្លាំងមែនតើ
ងនៅនឹងក៏មានហាងសម្រាប់ញ៉ាំកាហ្វេញ៉ាំបាយញ៉ាំអីដែរណាបងប្អូនទាំងគ្នាហើយកុំភ្លេចណាដើមឆ្នាំអត់មានច្រើនដងអរគ្នាទៅដើរលេងនៅតំបន់ទេសចរផ្សេងៗឲ្យបានច្រើនទៅដើម្បីយើងស្រូបយកក្លិនធម្មជាតិទាំងអស់ហ្នឹងត្រឡប់មកផ្ទះវិញណាតែកុំដើររហូតដល់ដាច់បាយដាច់លុយអត់បានទេណាយើងដើរលេងមកល្មមនឹងសមត្ថភាពរបស់យើងហើយបានហើយក៏អរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះជួបគ្នាខ្ញុំជាមួយនៅវីដេអូក្រោយទៀតអរគុណច្រើនបាយបាយ